សំណួរតើចំណុចត្រង់ណាដែលចែងពីការមិនរើសអើងរវាងបុរសនិងនារីចម្លើយរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាមាត្រា35បានចែងពីសិទ្ធិស្មើគ្នាក្នុងការងារសេដ្ឋកិច្ចនិងនយោបាយរបស់សង្គមជាតិមាត្រា36បានចែងថាប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិជ្រើសរើសមុខរបរដោយស្មើភាពគ្នាដោយផ្អែកលើសមត្ថភាពនិងទទួលបានប្រាក់បៀវត្សស្មើគ្នានឹងបុរសដែរកិច្ចការផ្ទះមានតម្លៃស្មើនឹងចំណូលមកពីក្រៅផ្ទះនិងមាត្រា45បានចែងថាការរើសអើងភេទត្រូវលុបបំបាត់ចោលការធ្វើអាជីវកម្មលើការងាររបស់ស្ត្រីត្រូវហាមឃាត់បុរសនិងស្ត្រីមានសិទ្ធិស្មើគ្នាលើគ្រប់វិស័យជាពិសេសគឺអាពាហ៍ពិពាហ៍និងគ្រួសារ